ចម្លែកត្រង់ថាស្អីទៅនៀកស្រែហ្នឹងឆ្ងល់ថាធ្លាប់តែយើងដឹងថាមានគោយន្តព្យួរឬក៏ត្រាក់តបព្យួរស្រែព្យួរអីចឹងដល់ទៅពេលអានៀកស្រែហ្នឹងមិនដឹងមិនវិញនៀកស្រែហ្នឹងឆ្ងល់ដែរហ្នឹងខ្ញុំឮតាមបច្ចុប្បន្នប៉ុស្តិ៍មហាជនផ្សាយថាឧបករណ៍ធ្វើស្មៅនៀកស្រែហ្នឹងបំផុសដីធ្វើស្មៅបានល្អដល់សុំរូបភាពគេមើលឃើញឧបករណ៍ធ្វើស្រែមិនលែងឆ្ងល់ហើយក៏ចង់សាកល្បងខ្លួនឯងខំឆ្លៀតស្ទូងត្រង់បន្ទាត់ត្រង់អីប៉ុណ្ណឹងកាលនេះដល់អញ្ចឹងចង់ទិញឧបករណ៍នឹងយកមកធ្វើស្មៅសាកមើលស្ទូងត្រង់បន្ទាត់ខ្ញុំកំពុងតែធ្វើជើងត្រូវឲ្យបោកឆ្មៅឲ្យជ្រួយដីផងដល់ប្រើឧបករណ៍នៀកស្រែស្មៅវាដុះសឹងប្រហាក់ហែលស្រូវដែរហ្នឹងបើយើងអត់ធ្វើហ្នឹងវាដុះស្មើនឹងស្រូវដែរស្រែមួយស្មៅវាដុះអញ្ចឹងយើងប្រើដោយដៃដល់អញ្ចឹងវាមានការយឺតយ៉ាវហើយដីក៏វាអត់បានផុសស្រូវក៏អត់បានទិន្នផលខ្ពស់ចំពោះខ្ញុំផ្ទាល់ទី1ជាគាដៃទី2ចុកខ្នងចុកចង្កេះទី3ហត់អញ្ចឹងអស់កម្លាំងអត់មានពិបាកអីបើខ្ញុំធ្វើនឹងដៃ 3-4 ថ្ងៃស្រែមួយតែបើខ្ញុំធ្វើនៀកស្រែនេះតាមមួយថ្ងៃហើយលោកគ្រូហើយវាបានផុសដីផងស្រួលដោយយើងស្រែមួយយើងធ្វើតែម្នាក់ឯងបានហើយយើងអត់មានឈឺដៃអត់មានអស់កម្លាំងចាដោយរុញទៅរុញមកហ្នឹងវាស្រួលខ្ញុំប្រើឧបករណ៍ធ្វើស្មៅនេះដើម្បីឲ្យស្រូវខ្ញុំបានទិន្នផលខ្ពស់ទី1អត្ថប្រយោជន៍ទី1គឺស្រូវខ្ញុំបែកគុំបានល្អហើយឆ្មៅក៏រលួយទៅជាជីធម្មជាតិខ្ញុំសប្បាយចិត្តមែនទែនដោយខ្ញុំប្រើឧបករណ៍ធ្វើស្មៅឲ្យបំផុសដីមើលស្រូវខ្ញុំបែកគុំធំល្អណាស់ពីមុនខ្ញុំអត់ទាន់ប្រើឧបករណ៍នៀកស្រែនេះទិន្នផលស្រូវខ្ញុំគឺបានតិចតួចណាយ៉ាង1ហិកតាដូចឲ្យបាន1តោនកន្លះផងដល់ពេលខ្ញុំប្រើឧបករណ៍នៀកស្រែធ្វើស្មៅនេះខ្ញុំមានក្តីសង្ឃឹមថាស្រូវខ្ញុំនឹងកើនទិន្នផលខ្ពស់1ទៅជា2ដង